រុស្ស៊ីព្រមមានកូរ៉េខាងត្បូងកុំឲ្យផ្ដល់ហេរ៉ាញ់ប៉ាទៀនដល់ការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែនការចូលរួមរបស់កូរ៉េខាងត្បូងនៅក្នុងគំនិតផ្ដួចផ្ដើមរបស់អង្គការ NATO ដើម្បីបែងចែកថវិកាសម្រាប់អ៊ុយក្រែនទិញអាវុធគ្រាន់តែរុញច្រានការរំពឹងទុកសម្រាប់ការដោះស្រាយជម្លោះរុស្ស៊ីអ៊ុយក្រែនប៉ុណ្ណោះនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova លោកស្រី Zakharova បានឲ្យដឹងថានេះនឹងបណ្ដាលឲ្យខូចខាតដែលមិនអាចជួសជុលបានចំពោះទំនាក់ទំនងរវាងរុស្ស៊ីនិងសាធារណរដ្ឋកូរ៉េដោយបន្ថែមថារុស្ស៊ីនឹងត្រូវបង្ខំឲ្យអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការសងសឹកយោងតាមលោកស្រី Zakharova ទីក្រុងមូស្គូមានការភ្ញាក់ផ្អើលចំពោះព័ត៌មានអំពីការចូលរួមដែលអាចកើតមានរបស់ទីក្រុងសេអ៊ូលនៅក្នុងកម្មវិធីនេះព្រោះវាផ្ទុយនឹងជំហរផ្លូវការរបស់ខ្លួនលោកស្រី Zakharova បានលើកឡើងថារុស្ស៊ីឲ្យតម្លៃចំពោះជំហរផ្លូវការរបស់កូរ៉េខាងត្បូងក្នុងការមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចជារួមដើម្បីដាក់បញ្ចូលអាវុធនិងគ្រាប់រំសេវចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដោយមើលឃើញថាវាជាតម្រូវការជាមុនសម្រាប់ការស្ដារទំនាក់ទំនងរុស្ស៊ីកូរ៉េខាងត្បូងឡើងវិញនាពេលអនាគតគួរបញ្ជាក់ផងដែរថាកាសែត The Korea Times ដោយដកស្រង់ប្រភពព័ត៌មានរបស់ខ្លួននៅក្នុងក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថាអង្គការ NATO បានតាក់ទងអាជ្ញាធរកូរ៉េខាងត្បូងជាមួយនឹងសំណើស្នើសុំចូលរួមគំនិតផ្ដួចផ្ដើមក្នុងកម្មវិធី Pearlប្រធានាធិបតីចិនលោកស៊ីជីនពីងផ្ញើសារអបអរសាទរលោកគីមចុងអ៊ុនដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈបកពលករកូរ៉េខាងជើងនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2026លោកស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីចិនបានផ្ញើសារអបអរសាទរជូនចំពោះលោកគីមចុងអ៊ុនដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណៈបកពលករកូរ៉េខាងជើងនៅក្នុងសមាជគណៈបកពលករកូរ៉េខាងជើងលើកទី9ក្នុងសារជូនពរលោកស៊ីជីនពីងបានលើកឡើងថាការបោះឆ្នោតជ្រើសរើសសមមិត្តគីមចុងអ៊ុនជាអគ្គលេខាធិការនៃគណៈបកពលករកូរ៉េខាងជើងម្ដងទៀតវាបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តខ្ពស់និងការគាំទ្រយ៉ាងស្មោះស្ម័គ្រពីគណៈពលករកូរ៉េខាងជើងរដ្ឋាភិបាលនិងប្រជាជនរបស់កូរ៉េខាងជើងសូមជូនពរគណៈបកនិងប្រជាជនកូរ៉េខាងជើងឲ្យស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបកពលករកូរ៉េខាងជើងនិងឆ្លៀតឱកាសសមាជលើកនេះដើម្បីជំរុញបុព្វហេតុសង្គមនិយមរបស់ប្រទេសកូរ៉េខាងជើងត្រួសត្រាយស្ថានភាពថ្មីជាបន្តបន្ទាប់ប្រទេសចិននិងកូរ៉េខាងជើងគឺជាប្រទេសជិតខាងសង្គមនិយមដ៏រស់រាយរាក់ទាក់និងជួយយកអាសាគ្នាការគាំពៀពង្រឹងនិងអភិវឌ្ឍឲ្យបានល្អនៅទំនាក់ទំនងចិនកូរ៉េខាងជើងតែជាគោលការណ៍ណែនាំដ៏រឹងមាំមិនងាយងាករេរបស់បកនិងរដ្ឋាភិបាលចិនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះខ្ញុំបានជួបពិភាក្សាជាមួយសមមិត្តអគ្គលេខាធិការជាច្រើនលើកច្រើនសារដោយបានដឹកនាំប្រកបដោយប្រសិទ្ធភាពនៅការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងចិននិងកូរ៉េខាងជើង